hello bong bong đài cho riêng thay bong sẽ vào ngọc niên này chẳng xem map video merian tp ní trong pua pdr cứ dương mau riêng đồng pi iavg bình đòn chẳng merian t muối bong bong bàn riêng này hay có đôi chỉ bàn tận lẹ làm hạt ở trong đáy cứ avg lấy dương riêng đồng pi iavg bình đòn đại cái hai thang inversion và vài dụ kẹp này chẳng iavg cứ vì miền ruộng riêng bạc mạch IAVG cứ việc đôi tại AVG được kia thì bị còn tại tha IAVG ní cứ chỉ AVG đại việc pra rồi hải chứng đảm bảo trong số ba bông bồn cho mơ được nông có đôi tại môn chứng ở bông bồn vay việc tha IAVG trading máu hái bông chung bông bồn chỉ mơ còn khao ở sọ là người ta khá mơ vô lắm nè từ mơ mùi này chứng anh mơ bàn nè lấy ở nhom copy rụp hiệp đấy vô tự đặtในขนม trading view មក ok អញ្ចឹងបងប្អូនអាចមើលបានIAVG គឺវាដូចតែ AVG នេះគ្នាទេយើងចាប់វាជា AVG ចាប់វាជា AVG មកជា berry AVG ហើយបន្ទាប់មកនៅពេលដែលអា berry AVG នេះវាបាន break ដោយ candle bullish វាបានអាឡៃនេះវាជា AVG អញ្ចឹង AVG វា break ដោយ candleអញ្ចឹងមានន័យថាកន្លែង AVG នឹងវាប្រើប្រាស់រួចហើយអញ្ចឹងយើងហៅវាជា bullish IAVG វិញម្ដងអញ្ចឹងណាអាកន្លែង berry ដូចគ្នា bullish AVG នៅពេលដែល candle វា break ដាច់អាកន្លែងbullish ហ្នឹងវាទៅជា berry IAVG វិញដូចគ្នាបងប្អូនយល់ទៅស្ដាប់សម្ដីខ្ញុំមកយល់ថា IAVG គឺជា AVG ដែលវាប្រើប្រាស់រួចហើយអាចកត់ទុកបានមេរៀនមួយយើងត្រូវតែកត់ទុកហ្នឹងហើយIAVG គឺជា AVG ដែលវាប្រើប្រាស់រួចហើយអញ្ចឹងខ្ញុំឲ្យមើលការគូសចាំមើលឧទាហរណ៍ថាផ្សារឥឡូវយើងឧទាហរណ៍អានេះគឺផ្សារជាប្រភេទbullish ចុះអានេះខ្ញុំដាក់ពណ៌ខៀវអញ្ចឹងណាផ្សារវាអញ្ចឹងអាហ្នឹងយើងមិនចាប់វាទៅជា AVG យើងចាប់វាទៅជា AVG អូខេវាចេញទម្រង់អញ្ចឹងយើងមិនចាប់វានេះខាងចន្លោះកណ្ដាលនេះយើងមិនរៀនហើយយើងមិនចាប់វាជា AVG អញ្ចឹងណាបន្ទាប់មកយើងចាប់វាជា bullish AVG អញ្ចឹងបើសិនជាផ្សារចុះកន្លែងហ្នឹងយើងនឹងចាំបាយឡើងទៅលើវិញប៉ុន្តែឧទាហរណ៍ថាផ្សារហ្នឹងវាឡើងមកដល់អញ្ចឹងបន្ទាប់មកក៏វាបានតម្លាក់ខ្លួនចុះវិញដែរវាតម្លាក់ខ្លួនចុះមកវិញហើយវាប្រេកកន្លែងហ្នឹងដាច់វាប្រេកកន្លែង AVG នឹងដាច់អញ្ចឹងមានន័យថា AVG ហ្នឹងគឺវាទៅជា bullish AVG ហ្នឹងវាទៅជា berry AVG វិញអញ្ចឹងនៅពេលដែលបងប្អូនចាំផ្សារទៅបើសិនជាវាប្រេកដាច់អញ្ចឹងវាមិនចុះមកក្រោមទៀតអញ្ចឹងនៅពេលដែលវា retest ឡើងទៅលើវិញវាចាក់ចូលទៅដល់ IAVG ហ្នឹងវានឹងមានការត្រឡប់ចុះមកក្រោមវិញហើយអញ្ចឹងក្បួន IAVG គឺគេមើលបែបហ្នឹងអញ្ចឹងបងប្អូនយល់នៅត្រូវតែចាប់ IAVG នឹងឲ្យយល់ IAVG គឺជា AVG ដែលវាប្រើប្រាស់រួចហើយអញ្ចឹងណាឥឡូវខ្ញុំចូលមើលក្នុងផ្សារជាក់ស្ដែងIAVG គឺវាមានរូបរាងបែបម៉េចហ្នឹងហើយដូចកន្លែងនេះអញ្ចឹងកន្លែងនេះគឺជា IAVG កន្លែងនេះគឺជា AVG ឃើញទេកន្លែងនេះគឺជា AVG បើយើងចាប់ទំនេះវាគឺជា AVG បន្ទាប់មកនៅពេលដែលវាលេងក្នុងនឹងហើយនេះឃើញវាលេងក្នុងនឹងហើយវាប្រេកអត់ដាច់វាជា berry IAVG ប៉ុន្តែបើវាប្រេកអត់ដាច់ឡើងទៅលើវិញវាជា bullish IAVG ដោយសារតែ IAVG ហ្នឹងគឺAVG ហ្នឹងគឺវាបានប្រើប្រាស់ហើយអញ្ចឹងនៅពេលដែលផ្សារចាក់ចូលហើយហ្នឹងគឺវាឡើងទៅវិញអញ្ចឹងអាហ្នឹងគេហៅថា IAVG មិនមែន AVG ទេ AVG គឺជា AVG ណាដែលវាអត់ទាន់ប្រើដូចតែកន្លែងនេះអញ្ចឹងអានេះគឺគេហៅថា AVG អញ្ចឹងដោយសារវាចាក់តែមួយហ្នឹងគេហៅថា AVG អញ្ចឹងខ្ញុំរក IAVG ឲ្យបងមើលថា IAVG គឺវានៅកន្លែងណាហ្នឹងហើយដូចកន្លែងនេះអញ្ចឹងកន្លែងនេះគឺជា AVG បើយើងចាប់ទំនេះយើងមើលផ្លោះហ្នឹងគឺជា AVG ប៉ុន្តែនៅពេលដែលវា break ដាច់ឃើញទេនៅវា break ដាច់ឥឡូវយើងចាប់ឲ្យដល់ឆ្ងាយមកអញ្ចឹងនៅពេលដែលវា break ដាច់អញ្ចឹងវាចេញជា berry IAVG វិញហើយអញ្ចឹងបងប្អូនចាំវាចុះមកអញ្ចឹងបើសិនជាវាចុះមកដល់នេះឡើងមកដល់នេះយើងចាំ share តម្លាក់វិញឃើញទេគាត់ថាវាប៉ះ IAVG ហ្នឹងគឺវាចុះមកវិញអញ្ចឹងយើងយក technique IAVG ហ្នឹងទៅ confirm ជាមួយ CRT ជាមួយ ICT បាទហ្នឹងយើងគ្រាន់តែរៀនឲ្យយល់អំពីដូចម្ដេចដែលគេហៅថា IAVG អញ្ចឹងបងប្អូនត្រូវតែចាប់មើលទាំងអស់
កុំចាំចេះនៅពេលដែលតម្លាក់លំហាត់តិចមកចាំចេះឲ្យខ្ញុំឧទាហរណ៍ថាចាំចេះចាំអញ្ចឹង no អានេះគឺជា SVG ណាអាច SVG នៅពេលដែលនេះដល់ពេលវា break ដាច់ពីរតងចេះអានេះមិនគេហៅថាអាច SVG បើសិនជាវាត្រឹមនេះទេអាហ្នឹងគឺ SVG ធម្មតាតែបើវា break មកដល់ G ហើយឃើញទេអានេះគឺជា SVG អញ្ចឹងយើងចាំចូលនេះឃើញកន្លែងនេះក៏ល្អនេះឃើញវាចាក់ចូល SVG វាចុះមកវិញអញ្ចឹងខ្ញុំចូលទៅមើលនៅក្នុងផ្សារដែលឲ្យវាដើរថា SVG វា work ដូចម្ដេចបងប្អូនត្រូវតែ bake test រៀនសារ candle ហ្នឹង bake test ចាំខ្ញុំឲ្យ website នេះដើម្បីឲ្យបងប្អូនទៅ bake test បង bake test មើលហ្នឹងហើយអញ្ចឹងខ្ញុំចូលឡើងផ្សារនេះមកឥឡូវកន្លែងនេះបងមើលកន្លែងនេះវាមិនជា SVG ឥឡូវកន្លែងហ្នឹងធម្មតា SVG យើងចាប់វាអត់ចេញជា SVG តែម្ដងហើយយើងចាប់វាជា SVG មុនដោយសារតែវាអត់ទាន់ប្រើប្រាស់អញ្ចឹងយើងចាប់កន្លែងហ្នឹងមកអញ្ចឹងកន្លែងនេះគឺជា SVG បើផ្សារនឹងឡើងទៅលើចាក់ចូលកន្លែងនេះវានៅតែជា SVG ដដែលទេអញ្ចឹងយើងឲ្យវាដើរអូខេអញ្ចឹងឃើញណានៅពេលដែលវា break ដាច់ដូចខ្ញុំបរៀនអញ្ចឹងឃើញទេដូចវីដេអូដែលយើងរៀនអញ្ចឹងនៅពេលដែលវាឡើងចេះវា break ដាច់ចេះវាខ្លាចជា bearish SVG វិញអញ្ចឹងដូចកន្លែងនេះដូចគ្នាឃើញទេវាឡើងហើយបន្ទាប់មកក៏វា break SVG នេះដាច់អញ្ចឹងវាចុះមកក្រោមអញ្ចឹងយើងចាំ sell ហើយនេះចាំ sell ក្នុង SVG ហ្នឹងមកអញ្ចឹងយើងចាំមើលផ្សារតើវាចាក់ចូលហ្នឹងធ្លាក់វិញអត់អូខេឃើញទេឃើញវាចាក់ចូលក្នុង SVG ហ្នឹងឃើញវាចាក់ចូល SVG ហ្នឹងវាធ្លាក់មកវិញអញ្ចឹងដល់ពេលវាធ្លាក់មកបានមួយសារហើយបងប្អូនកុំធ្វើអីវាទាំងអស់ចាំមើលវាឲ្យវា break ដាច់ទៅមកសិនចាំយើងរកកន្លែងចូលផ្សេងទៀតអញ្ចឹងបងប្អូនមើលអានេះវាដាច់ទៅលើវិញបន្ទាប់មកវាដាច់មកក្រោមវិញអញ្ចឹងវាដាច់ទៅលើអានេះអញ្ចឹងវា break ដាច់អញ្ចឹងមានន័យថា SVG នឹងយើងនៅប្រើបានទាំងអស់វា break ទៅមកអញ្ចឹងវាអត់មាន confirm យើងអត់ចូលទេអញ្ចឹងយើងចាំមើលអានេះមិញ SVG ដល់ពេលវា break ដាច់វាចេញជា bearish SVG អញ្ចឹងវាចាក់មកក្រោមយើង sell ដល់ពេលឥឡូវវា break ដាច់ទៅលើយើងចាំវាចាក់កន្លែងហ្នឹងយើងបាយវិញម្ដងSVG យើងបានផ្ទុយគ្នារហូតវាកើតផ្ទុយគ្នារហូតឥឡូវយើងចាំមើលអាចចាំមើលបើសិនជាវាចាក់ចូលដល់ហ្នឹងទៀតយើង sell បើវាអត់ចាក់ចូលយើងកុំ sell យើងកុំបាយsorry យើងបាយឥឡូវវាដើរអញ្ចឹងយើងដាក់ limit យើងចាំម្ដងវាចុះចិត្តដល់ហើយនេះបើសិនជាវាដល់កន្លែងហ្នឹងយើងបាយទៅលើវិញមកបើសិនជាវាអត់ដល់យើងកុំបាយអូខេអញ្ចឹងបងប្អូនឃើញទេកន្លែងនេះវាចាក់ចូល SVG យើងអញ្ចឹង limit យើងដាក់នេះមក SL យើងដាក់ក្របនេះមកអូខេអញ្ចឹងអបផ្សារវាដើរទៀតមកឃើញទេបងឃើញបងឃើញគាត់តែវាចាក់ចូល SVG ហ្នឹងក៏វាឡើងត្រឡប់ទៅលើវិញមិនតិចលេខណាច្រើនលេខអញ្ចឹងយើងចាប់ SVG តាំងពីនេះមកនេះអាកន្លែងនេះយើងស៊ីបានមកតង់ហើយកន្លែងនេះយើងចាំឲ្យវា break ដាច់ទៅលើវា break ទឹមហ្នឹងយើងអត់គិតទេវា break ដាច់ទៅលើទៅក្របអត់អានេះវា break អត់ដាច់បន្ទាប់មកកន្លែងនេះវាដាច់ទៅលើឆ្ងាយអញ្ចឹងយើងត្រូវចាំចូលម្ដងនេះចាំបាយម្ដងនេះអញ្ចឹងឃើញវាចូលSVG នឹងម្ដងទៀតក៏វាឡើងទៅលើអញ្ចឹងចំពោះ SVG គឺវាមានតែប៉ុណ្្នឹងទេហើយជាចុងក្រោយកុំភ្លេចទម្លាក់លំហាត់ឲ្យខ្ញុំចាប់SVG ឲ្យបានច្រើនទម្លាក់ជាលំហាត់ឲ្យខ្ញុំតែខ្ញុំមើលគឺត្រូវអត់អញ្ចឹងមេរៀន PDRA ទី2 SVG គឺវាមានប៉ុណ្្នឹងអញ្ចឹងបងប្អូនអាចធ្វើជាលំហាត់ឲ្យខ្ញុំហើយវីដេអូក្រោយយើងនឹងរៀនអំពី PDRA ទី3អរគុណច្រើន